តើបងប្អូនមកទស្សនាពីរបៀបតាមដានជាមួយនឹងម៉ូតូប្រើប្រព័ន្ធ Smart Key របស់ខ្ញុំទាំងអស់គ្នាណាបាទអានេះនៅពេលដែលយើងជិះឧទាហរណ៍ថាសាវយើងនេះនៅជាមួយនឹងម៉ូតូហើយវាដំណើរការធម្មតាបែបនេះបាទយើងកំពុងតែជិះណោះបាទស្រាប់តែជិះជ្រូកបាត់សាវតេឡេបងប្អូននឹងវានឹងមានសញ្ញាអីរំលឹកឲ្យយើងដឹងអញ្ចឹងណាបាទមកនៅពេលដែលជ្រូកបាត់សាវតេឡេនេះគឺវានឹងលោតភ្លើងនៅលើនេះណាលោតសញ្ញាសាវនៅលើនេះណាជាមួយខ្ញុំបិទតេឡេអានេះប្រៀបធៀបទៅគឺឧទាហរណ៍ថាជិះស្រាប់តែជ្រូកបាត់តេឡេណាអញ្ចឹងខ្ញុំបិទតេឡេទៅដើម្បីកុំឲ្យប្រព័ន្ធវានឹងឆ្លងកាត់គ្នាបានណាអញ្ចឹងខ្ញុំបិទតេឡេបាទឧទាហរណ៍ថាយើងកំពុងជិះស្រាប់តែជ្រូកបាត់សាវតេឡេហើយយើងអត់ដឹងថាម៉ូតូហ្នឹងជួបបាត់សាវតេឡេនឹងពីពេលណាហើយវាមានបញ្ញាបែបណាឲ្យយើងដឹងថាម៉ូតូនឹងបានបាត់សាវតេឡេអញ្ចឹងណាបាទអានេះយើងឧទាហរណ៍ទេណាបើសិនតែវាបាត់មែនគឺប្រព័ន្ធសាវហ្នឹងគឺវាលោតនៅលើនេះណាបាទអញ្ចឹងយើងយកសាវទៅដាក់ឆ្ងាយបន្តិចណាយើងយកសាវទៅដាក់ឆ្ងាយលើកុំឲ្យវាឆ្លងកាត់គ្នាបានសាវនៅនេះហើយទៅមើលទៅលើម៉ូតូវិញបាទនៅពេលដែលសាវបានបាត់អញ្ចឹងគឺវាមានបែបម៉េចនេះបងប្អូនណានៅពេលដែលយើងជិះស្រាប់តែជួបបាត់សាវតេឡេឬក៏តេឡេអស់ភ្លើងឬក៏វាផ្ដាច់តំណងពីម៉ូតូអញ្ចឹងគឺវានឹងលោតបែបនេះណាបងប្អូននេះនៅពេលដែលយើងពុកជិះស្រាប់តែវាលោតសញ្ញាសាវអញ្ចឹងបងប្អូនយើងប្រកាសជាឆ្ងល់ហើយបើសិនតែអ្នកដឹងហើយគឺគាត់នឹងដឹងតែបើអ្នកអត់ទាន់ដឹងគាត់ប្រកាសជាឆ្ងល់ហើយថាស្រាប់តែម៉ូតូរបស់គាត់នឹងជិះស្រាប់តែលោតសញ្ញាសាវនៅលើនេះអត់បានលោតមួយអញ្ចឹងវាអត់បាត់ទេណាអាហ្នឹងបានន័យថាប្រព័ន្ធសាវជាមួយនឹងម៉ូតូហ្នឹងគឺអត់ស្គាល់គ្នាទេគឺបានន័យថាយើងកំពុងតែធ្វើដំណើរជិះហ្នឹងស្រាប់តែជួបបាត់សាវតេឡេបាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលសញ្ញាសាវហ្នឹងវាលោតបាត់អញ្ចឹងយើងអាចជិះមករកសាវហ្នឹងវិញណាបាទជិះមករកវាវិញណាឬក៏យើងផ្លេចនៅផ្ទះអីចឹងយើងជិះទៅផ្សារឬជិះទៅកន្លែងណាមួយដែលយើងផ្លេចសាវតេឡេអញ្ចឹងគឺប្រព័ន្ធហ្នឹងគឺវាបានផ្ដាច់តំណងគ្នាគឺវានឹងលោតសញ្ញាសាវបែបហ្នឹងណាបងប្អូនបាទអញ្ចឹងយើងអាចកំណត់បានថាប្រព័ន្ធសាវជាមួយនឹងម៉ូតូហ្នឹងគឺវាបានបាត់ហើយវាអត់ស្គាល់គ្នាទេបានវាលោតសញ្ញាសាវនៅលើហ្នឹងបាទហើយបងប្អូនយើងអាចចំណាំនៅកន្លែងហ្នឹងមកហើយនៅពេលដែលយើងជិះតែបាត់សាវតេឡេគឺយើងដឹងហើយនៅពេលដែលយើងបិទសាវណាវាលោតសម្លេងហ្នឹងឆាប់កាត់សាវមកវិញណាឆាប់កាត់បើកមកវិញវាលោតចន្លោះ20វិនាទីគឺវានឹងផ្ដាច់តំណងអត់ឲ្យយើងបើកសាវបានមកវិញទេតែបើសិនតែករណីថាយើងបិទសាវអញ្ចឹងហើយវាស្រែកសម្លេងបែបហ្នឹងគឺយើងត្រូវតែបញ្ញត្តិបើកសាវមកវិញណានៅពេលដែលមានសម្លេងតែទីនឹងរោឡើងមកគឺយើងឆាប់បើកសាវហើយជិះមកផ្ទះវិញដើម្បីរោសាវតេឡេមកជិះទៅកណ្ដាលទៅបានអានេះគឺយើងនៅតែបច្ចេកបាននៅពេលដែលវាផ្ដាច់តំណងគ្នាកុំឲ្យតែយើងបិទសាវណាយើងជិះមករោតេឡេវិញមកអានេះករណីថាម៉ូតូរបស់យើងហ្នឹងបានបាត់សាវតេឡេហើយបាទហ្នឹងហើយវីដេអូនេះគឺយើងមានតែចែកម្លែកថាប៉ុណ្នេះឯងពុកម៉ែបងប្អូនយើងឬក៏មានចម្ងល់ពាក់ព័ន្ធជាមួយនឹងម៉ូតូ Smart Key អាចខមមិននៅខាងក្រោមវីដេអូបានខ្ញុំនឹងឆ្លើយតបឬក៏ខ្ញុំដាក់លក្ខណៈថា link ឬក៏ដាក់ជា Telegram ឲ្យពុកម៉ែបងប្អូនយើងងាយស្រួលនឹងឆាតសួរឬក៏នេះបានបាទដែលចង់ឲ្យខ្ញុំដោះស្រាយចម្ងល់ដែលខ្ញុំដឹងខ្ញុំចែកម្លែកបានខ្លះបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះណាបាទបាត់សាវណាចាប់បាក់សាវវិញណាបាត់សាវណាជិះបាក់សាវទៅលេបាត់ហើយ